xong này giờ pi riêng ạ mà nu tranh đa ta ạ mà nu tranh đa nó tham na này tham đăng mau pi ta tham đấy mọi ta tham prap đấy na pona គាត់ថាខ្មោចចេញដើរហ្នឹងពេលព្រឹកនៅវេលាបៀតភ្លឺស្រាងហ្នឹងហើយពេលថ្ងៃត្រង់ហ្នឹងគឺម៉ោង 12 ថ្ងៃត្រង់ហើយពេលល្ងាចគឺក្បាលប្រលប់នឹងឯងហើយពេលយប់គឺវេលាម៉ោង 12 យប់គឺកណ្ដាលអាត្រៀតហ្នឹងខ្មោចក៏ចេញដើរដែរអានេះនិយាយមែនតើទៅញោមហ្នឹងក៏ដឹងហើយក៏ដឹងដំណើរហើយក៏ដឹងថាខ្មោចហ្នឹងចេញម៉ោងប៉ុន្មានអីប៉ុន្មានអញ្ចឹងហើយគាត់តែងតែថាគាត់ថាម៉ោង 2 10អីគាត់មិនដែលហ៊ានចេញដើរទៅណាទៅណីអញ្ចឹងណាពូតែបើនិយាយឲ្យតាមសច្ចធម៌ពិតហ្នឹង ពពួកអាមនុស្សនេះបើសិនជាយើងមានកម្មពីជាមួយគ្នាឬក៏មិនបានធ្វើហេតុជាមួយគ្នាពីមុនមកគេមិនបានមកលោមបន្លាចយើងទេតែយើងមានកម្មជាមួយគ្នាបានគេឲ្យយើងនិមិត្តឲ្យយើងនឹងឃើញបើសិនជាយើងមានកម្មជាមួយគេមិនឲ្យយើងឃើញទេពូដោយព្រះអង្គសម្ដែងមកថាកម្លាំងវៃស្មើនឹងកម្លាំងកម្មណាពូអញ្ចឹងមិនតែយើងមានកម្មជាមួយអញ្ចឹងទៅបានគេនិមិត្តឲ្យយើងឃើញដូចជាលោមបន្លាចយើងជារូបរាងផ្សេងអញ្ចឹងទៅមិនថា មុខអាក្រក់ក្តីមុខស្អាតក្តីអាហ្នឹងដោយសារតែកម្មពៀជាមួយគ្នាពីមុនមកអញ្ចឹងបានថាព្រះអង្គមិនឲ្យយើងធ្វើនៅកម្មអាក្រក់ណាកាលណាធ្វើកម្មអាក្រក់ជួបរឿងអាក្រក់ហ្នឹងឯងយើងខំធ្វើកម្មល្អជួបរឿងល្អហ្នឹងឯងពូហើយមិនចាំភ័យថាខ្លាចខ្មោចមិនខ្លាចទេដោយសារតែយើងមានកម្មជាមួយគ្នាបានគេមកឲ្យយើងឃើញត្រូវចាំណាពូបើយើងមានកម្មជាមួយនឹងឲ្យឃើញហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងប៉ុណ្ណាចាំទស្សនាវីដេអូក្រោយទៀតពូញាតិញោមដែលលើចាស់ថាម៉ោង 12 ថ្ងៃត្រង់គេមកឲ្យ ធ្វើដំណើរទៅណាទៅណីអត់ញោមពូអញ្ចឹងចង់ដឹងសេចក្តីយ៉ាងណាអាចស្ដាប់បាននេះឮតាមចាស់ប្រាប់ដែរទេណាពូចាស់ថាដល់ពេលម៉ោង 2 10 ហ្នឹងមិនអាចឲ្យកូនចៅអីធ្វើដំណើរម៉ោង 2 10 ហ្នឹងទេព្រោះប្រកាន់ភ្ជាប់ថាម៉ោង 12 ថ្ងៃត្រង់ហ្នឹងឯងតែតែមានពួកខ្មោចពួកអីគេធ្វើដំណើរនៅវេលាថ្ងៃត្រង់ហ្នឹងបានជាចាស់ហ្នឹងមិនឲ្យធ្វើដំណើរពេលម៉ោង 12 ថ្ងៃត្រង់ហ្នឹងទេប៉ុណ្ណាថាដំណើរនៃខ្មោចហ្នឹងវាដើរពេលថ្ងៃត្រង់ហ្នឹងម៉ោង 12 ថ្ងៃត្រង់ហ្នឹងអញ្ចឹងហើយមិនចាស់ថាឲ្យសារៈជើងសិនទៅ ម៉ោង 12 ហ្នឹងចាំម៉ោង 1 ម៉ោងអីចាំធ្វើដំណើរតែតាមអាត្មាយល់គឺថាម៉ោង 12 ហ្នឹងគឺកំពុងតែសម្រាកថ្ងៃវាក្តៅប៉ុណ្ណាបានចាស់គាត់មិនឲ្យដើរនេះតាមស្មាគិតទេណាតែជាអញ្ចឹងហើយពូបានគាត់និយាយប្រាប់កូនចៅថាមិនឲ្យដើរម៉ោង 2 10 ហ្នឹងណាពូព្រោះតាមអាត្មាគិតប្រហែលម៉ោង 2 10 ហ្នឹងក៏គិតថាម៉ោងហ្នឹងក្តៅហ្នឹងមកគាត់បន្លាចថាម៉ោង 12 ថ្ងៃត្រង់ហ្នឹងម៉ោងដំណើរនៃខ្មោចដើរអញ្ចឹងមកគាត់មិនឲ្យដែរដើរពេលថ្ងៃហ្នឹងណាពូណា នេះអាត្មាថតកន្លែងដែរដោយសារតែឃើញញោមយុវវ័យគាត់ថាកន្លែងផ្លូវនេះស្អាតពូគាត់ថាផ្លូវនេះស្អាតដល់ហើយផ្លូវស្អាតដល់អញ្ចឹងទៅអាត្មាឃើញអាត្មាមកថតម្ដងទៀតទៅពូហើយញាតិញោមប្រកាសចង់ដឹងថាតើខ្មោចហ្នឹងចេញម៉ោងប្រមាណអីប្រមាណអញ្ចឹងណាពូចាំវីដេអូក្រោយអាត្មានឹងនិយាយអំពីថាខ្មោចហ្នឹងចេញម៉ោងប្រមាណអីប្រមាណញោមចាំវេលាស្មើណាអីចឹងញោមចាំទស្សនាវីដេអូក្រោយពូមានតែប៉ុណ្្នឹងពូណាបានពូ